បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានបទពិសោធន៍ថ្មីមកចែករំលែកជូនបងប្អូនមួយទៀតតើតើនឹងយករូបភាពរបស់គេនឹងមកបង្កើតព្រមអញ្ចឹងដំបូងបងប្អូនត្រូវមានរូបភាពណាមួយសិនដើម្បីឲ្យឆាត GPT ហ្នឹងគឺបង្កើតព្រមឲ្យដូចរូបភាពគេនោះដំបូងបងប្អូនយករូបភាពដែលបងប្អូនចង់បង្កើតដូចហ្នឹងយកមកអាប់ឡូតចូលក្នុង Chat GPT អញ្ចឹងបងប្អូនចូល Chat GPT មកបន្ទាប់មកអាប់ឡូតរូបភាពដែលបងប្អូនចង់បង្កើតព្រមហ្នឹងចូលរូបភាពរបស់គេហ្នឹងអញ្ចឹងបងប្អូនវាយជាអក្សរខ្មែរក៏បានដែរតែខ្ញុំ copy ផាសវាលឿនអញ្ចឹងសូមបង្កើតព្រមនេះបងប្អូននេះដាក់ដូចខ្ញុំបង្ហាញហ្នឹងមកបន្ទាប់មកបងប្អូនចុច send ទៅចូលក្នុង Chat GPT ហ្នឹងបន្ទាប់មក Chat GPT នឹងវា generate បានន័យថាវាកំពុងតែដំណើរការបង្កើតព្រមឲ្យដូចរូបភាពដែលបងប្អូនចង់បាននេះព្រោះយើងបានយករូបភាពបង្ហាញឲ្យ Chat GPT ឲ្យធ្វើព្រមឲ្យដូចរូបភាពមួយហ្នឹងអញ្ចឹង Chat GPT ចាប់ផ្ដើម generate បានហើយបងប្អូន copy មក copy នេះបង copy from ដែល Chat GPT បង្កើតឲ្យមិញហ្នឹងមក copy ដល់ com បងប្អូននេះ copy ដល់កន្លែងហ្នឹងមកហើយបងប្អូននេះ copy មកចុចសញ្ញាកន្លែង copy ហ្នឹងមកបន្ទាប់មកបងប្អូនចូលទៅ Germany Google Germany បងប្អូននេះបងប្អូនអត់តាមបងប្អូនទៅ upload យកមកហើយបងប្អូនចូលទៅយករូបភាពបងប្អូនយើងដាក់រូបភាពយើងណាបងប្អូនបន្ទាប់មកយើង upload ចូលក្នុង chat Google Gemini ហើយបងប្អូនវាយផាសព្រមនឹងចូលបានន័យថា copy មិញហ្នឹងដាក់ចូលនឹងមកហើយឲ្យ AI Google Gemini ហ្នឹងវា generate រូបយើងហ្នឹងឲ្យដូចព្រមដែលយើងបានបង្កើតមិញហ្នឹងចឹងជាភាពងាយស្រួលមួយដែលបងប្អូនអត់តាន់ចេះបង្កើតព្រមហើយយើងយករូបភាពណាមួយដែលបងប្អូនចង់បង្កើតដូចបងប្អូនទៅឲ្យ chat GPT បង្កើតព្រមមកយើងនេះបងប្អូននេះលទ្ធផលពេលដែលយើងយកព្រមបន្ទាប់ពី Chat GPT បានបង្កើតយើងហើយយើងយកមកដាក់រូបយើងមកគឺដូចនេះដូចរូបខ្ញុំបានបង្ហាញហ្នឹងបងប្អូនដូចសង្កៅ 90% ហើយសំខាន់រូបភាពដែលបងប្អូនយកទៅបង្កើតធ្វើម៉េចឲ្យច្បាស់ទើបGoogle Gemini វាបង្កើតទៅដោយរូបភាពបងប្អូនអញ្ចឹងនេះបងប្អូនមានតែប៉ុណ្្នឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ